អាហារពិតជាមានសារៈសំខាន់ទាំងរាងកាយនិងខួរក្បាលការចុះខ្សោយនេះអាចបណ្ដាលមកពីកត្តារបបអាហារទម្លាប់រស់នៅមិនល្អកត្តាប៉ះទង្គិចដែលជាមូលហេតុនាំឲ្យខួរក្បាលធ្លាក់ចុះខ្សោយហេតុនេះហើយដើម្បីគន្លឹះបំពន់សមត្ថភាពខួរក្បាលគិតឬចងចាំបានល្អឡើងវិញអ្នកគួរតែញ៉ាំអាហារ7មុខនេះឲ្យល្អបំផុតទី1ត្រីជាប្រភេទមានរសជាតិប្រូតេអ៊ីនដែលជាប់ទាក់ទងនឹងការបង្កើនមុខងារខួរក្បាលចងចាំបានល្អត្រីជាអាហារពិសេសសម្រាប់សម្បូរអាស៊ីតខ្លាញ់អូមេហ្គា3ជាប្រភេទជាតិខ្លាញ់ល្អនេះនឹងជួយបន្ថយភាពភ្លេចភ្លាំងនិងជំងឺដាច់សរសៃឈាមខួរក្បាលព្រមទាំងបង្កើនការចងចាំលើមនុស្សចាស់ថែមទៀតផងដើម្បីសុខភាពខួរក្បាលនិងបេះដូងចូលញ៉ាំត្រី2ដងក្នុងមួយសប្តាហ៍2កាហ្វេនិងតែកាហ្វេនិងតែយោងតាមព័ត៌មានរបស់ CNET បានចុះផ្សាយការមានទម្លាប់ផឹកកាហ្វេឬតែពេលភ្ញាក់ពីគេងជួយប៉ូវខួរក្បាលអង្ចងចាំបានលឿនអ្នកស្រាវជ្រាវបានកត់សម្គាល់ពីសមត្ថភាពរបស់ជាលីកាខោជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេបង្កើនសមត្ថភាពដំណើរការខួរក្បាលដែលផ្ទុកជាតិកាហ្វេមានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជាច្រើនជួយទ្រទ្រង់សុខភាពខួរក្បាលចំណែកតែបៃតងសម្បូរទៅដោយសារធាតុ L-theanine ជាតិអាស៊ីតអាមីណូដ៏មានឥទ្ធិពលកុំឲ្យអារម្មណ៍អ្នកមានភាពតានតឹងនិងការធុញថប់ដែលមានសារៈសំខាន់សម្រាប់មុខងារខួរក្បាល3ផ្លែក្រូចត្រូវបានគេកត់សម្គាល់ថាសម្បូរដោយវីតាមីន C ដែលវាចាំបាច់សម្រាប់រាងកាយនិងខួរក្បាលវីតាមីន C ក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មរ៉ាឌីកាល់សេរីដែលអាចបំផ្លាញកោសិកាខួរក្បាលលើសពីនេះវីតាមីន C ជួយដល់សុខភាពខួរក្បាលដល់មនុស្សពេញវ័យចំណាស់កុំឲ្យបាក់ទឹកចិត្តថប់អារម្មណ៍និងភ្លេចភ្លាំងជាដើម4យ៉ាអ៊ូជាប្រភេទអាហារដែលក្មេងៗចូលចិត្តញ៉ាំហើយវាសម្បូរទៅដោយជាតិកាល់ស្យូមនិងជាតិខ្លាញ់ទាបករណីនេះលោកអ្នកគួរជ្រើសរើសយ៉ាអ៊ូដែលមានជាតិស្ករទាបនិងមិនមានថែមសារធាតុរក្សាទុក5គ្រាប់ធញ្ញជាតិសម្បូរទៅដោយជាតិដែកស័ង្កសីវីតាមីនច្រើនប្រភេទផូស្វ័រសម្បូរដោយជាតិសរសៃនិងម៉ាញ៉េស្យូមសារធាតុទាំងនេះមានសារៈសំខាន់ចំពោះការលូតលាស់របស់កូនក្មេងជាពិសេសសុខភាពឆ្អឹងនិងខួរក្បាល6ការឈប់រត់និងគ្រាប់ល្ពៅការឈប់រត់និងគ្រាប់ល្ពៅមានវីតាមីន E ខ្ពស់ជួយឲ្យប្រព័ន្ធការពាររាងកាយខ្លាំងជាងមុនផងដែរបន្ថែមលើសពីនេះក៏ជួយសុខភាពស្បែកនិងជំរុញមុខងារខួរក្បាលដំណើរការបានល្អផងដែរ7គ្រាប់សណ្តែកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មវីតាមីន B ប៉ូតាស្យូមនិងជាតិសរសៃដែលជួយឲ្យប្រព័ន្ធរំលាយអាហាររបស់យើងដំណើរការបានល្អនិងបញ្ជូនសារធាតុចិញ្ចឹមទៅកោសិកាស្បែករបស់យើងកាន់តែប្រសើរឡើងផងដែរ